bạnនៅទំព័រ23ផ្នែកចុងក្រោយគឺ recycle this language គឺការរំលឹកភាសាទាំងអស់នេះឡើងវិញទី1គឺ invite ការអញ្ជើញ would you like to តែអ្នកចង់ទីហោ to go to the concert អញ្ចឹងយើងថែមមកណា there is an ឬក៏ មានស្អីមួយនៅណាអញ្ចឹងទៅ let's meet at តោះយើងជួបគ្នានៅកន្លែងណាអញ្ចឹងមកណា ask for information របៀបនៃការសួររកព័ត៌មាន what time is the តើអានោះវាចាប់ផ្ដើមនៅម៉ោងប្រមាណ where is the តើវានៅកន្លែងណាហើយ accept and decline ទទួលយកហើយនឹងការបដិសេធនៅពេលយើងទទួលយកយើងនិយាយថា sure ឬក៏ definitely ឬក៏ perfect ឬក៏យើងនិយាយថា sound great ស្ដាប់ល្អណាស់ see you then នឹងឲ្យជួបគ្នាពេលហ្នឹងឬក៏យើងទទួលក៏យើងអាចនិយាយថា now that's more my style ហ្នឹងហើយអាហ្នឹងយើងខ្ញុំចូលចិត្តបន្តិចហើយបើយើងបើកសារយើងនិយាយថា sorry I'd love to but I am busy on យើងដាក់ថ្ងៃទៅថ្ងៃណាថ្ងៃណីអញ្ចឹងទៅ that's not for me អាហ្នឹងមិនសម្រាប់ខ្ញុំទេឬក៏ខ្ញុំចូលចិត្តទេណា that's past my bedtime អាហ្នឹងវាជប់ជ្រៅពេកហើយសម្រាប់ខ្ញុំ too bad មិនល្អទេ maybe some other time ប្រហែលជាចាំលើកក្រោយពាក់ព័ន្ធទៅនឹង location ទីតាំង and direction ហើយនឹងការផ្ដល់ទីតាំង how do I get to យើងដាក់ឧទាហរណ៍ station ឬក៏ school ឬក៏អីចឹងក៏បានដែរណាតែខ្ញុំទៅទីនោះដោយមធ្យោបាយអ្វី turn right ឬក៏ turn left on ចឹងមកបត់ស្ដាំឬក៏បត់ឆ្វេងនៅលើផ្លូវមួយមក go to the corner of យើងទៅរហូតដល់កាច់ជ្រុងតែនេះយើងដាក់ឈ្មោះផ្លូវអីមួយមកណាកន្លែងចន្លោះនេះ and ហើយនឹងឈ្មោះផ្លូវមួយទៀតមក it's next to វានៅជាប់នឹងឬក៏ it's across from នេះបាទវានៅទល់មុខអីមួយចឹងណា it's around the corner from បើវានៅកាច់ជ្រុងពីខាងណាចឹងមក it's between វានៅចន្លោះបាទវានៅចន្លោះកណ្ដាលរវាង A and B ចឹងទៅណាបាទ